ទប់ទឹកភ្នែករាជកុំឲ្យហូរយុទ្ធធរត្រូវតែមានចំពោះរាជទុនខ្សោយពាក់ព័ន្ធនឹងអ្វីដែលបានលើកឡើងនៅខាងលើនេះលោកផៃវណ្ណៈបានបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយមានខ្លឹមសារថាអយុត្តិធម៌សង្គមនឹងកើនឡើងច្រើននៅពេលដែលអ្នកមានបុណ្យស័ក្តិមានអំណាចអនុវត្តច្បាប់មិនបានត្រឹមត្រូវជាពិសេសអ្នកមានបុណ្យស័ក្តិមានអំណាចមានលុយនិយាយអ្វីក៏ត្រូវចំណែកឯប្រជាពលរដ្ឋទុនខ្សោយនិយាយស្ដីក៏ខុសរងចាំតែជាប់គុកជាប់ប្រវត្តិមន្ត្រីអនុវត្តច្បាប់មិនស៊ើបអង្កេតស្រាវជ្រាវច្បាស់លាស់ទទួលបណ្ដឹងភ្លាមចាប់ដាក់គុកផ្លែតលោកផៃវណ្ណៈបន្តទៀតថាជាក់ស្ដែងដោយករណីអ្នកបើកបររថយន្តស្ទូចនិងព្រូឡានដែលស្ទូចកុងតឺន័រតាមការជួលពីម្ចាស់លេខទូរស័ព្ទមិនទាន់នឹងបានស្ទូចចាប់ស្រួលបួលផងស្រាប់តែមានអ្នកផ្សេងមកអះអាងថាជាម្ចាស់កុងតឺន័រពេលនោះអ្នកបើកបររថយន្តស្ទូចក៏ដាក់កុងតឺន័រចុះវិញហើយបើកឡានចេញទៅមិនមែនរត់គេចខ្លួនដោយការចោទប្រកាន់នោះទេផ្ទុយទៅវិញអ្នកដែលរត់គេចខ្លួនគឺម្ចាស់លេខទូរស័ព្ទខាងលើសមត្ថកិច្ចគួរតែសាកសួរបំភ្លឺពីអ្នកបើកបររថយន្តនិងព្រូឡានរួមទាំងសាក្សីពាក់ព័ន្ធដើម្បីស្រាវជ្រាវចាប់អ្នកហៅទៅស្ទូចមកសាកសួររកការពិតមិនមែនមកចាប់អ្នកបើកបរនិងព្រូឡានដាក់គុកតាមពាក្យបណ្ដឹងនិងតាមការបញ្ជារបស់លោកថេងសំណាងព្រះរាជអាជ្ញារងនោះទេលោកផៃវណ្ណៈបានបន្តទៀតថាបើទោះបីពេលនេះដើមបណ្ដឹងជានាយនគរបាលក្រសួងមហាផ្ទៃនិងលោកថេងសំណាងចោទប្រកាន់អ្នកបើកបរនិងព្រូឡានថាជាចោរហើយយកទៅដាក់គុកក៏ដោយខ្ញុំនឹងតស៊ូមតិតាមបណ្ដាញសង្គមដើម្បីជួយពួកគាត់ទាំងពីរឲ្យមានសេរីភាពឲ្យមានយុត្តិធម៌វិញមិនត្រូវទុកឲ្យពលរដ្ឋទុនខ្សោយត្រូវគេធ្វើបាបតាមអំពើចិត្តនោះទេនៅទីបំផុតតែកងឡានស្ទូចទទួលបានយុត្តិធម៌វិញហើយបន្ទាប់ពីជនទុច្ចរិតរៀបចំគម្រោងធ្វើស៊ីចោលប្រកាន់ថាលួចទូកុងតឺន័រការសម្រេចដោះលែងទៅកងឡានទាំងពីរនាក់ឲ្យមានសេរីភាពក្រោយពីមានការរិះគន់ខ្លាំងពីលោកផៃវណ្ណៈនិងមហាជនចំពោះការអនុវត្តច្បាប់ទាំងអយុត្តិធម៌ពីសំណាក់លោកថេងសំណាងព្រះរាជអាជ្ញារងនៃអัยការអមសាលាដំបងរាជធានីភ្នំពេញទោះបីជាមានការដោះលែងយ៉ាងណាមតិសាធារណៈទាមទារឲ្យមន្ត្រីជំនាញពាក់ព័ន្ធស្រាវជ្រាវជិច្ចឬគល់ស្វែងរកជនទុច្ចរិតនិងបកពួកដែលរៀបចំឧបាយកលដែលមានលេខទូរស័ព្ទខាងលើបន្ទាប់ពីទឹកកង់ឡានក៏ដូចជាព្រូឡានដែលត្រូវបានដោះលែងរួចមកនៅថ្ងៃទី8ខែកក្កដាឆ្នាំ2026នេះលោកផៃវណ្ណៈបានបន្តបង្ហោះសារបន្ថែមទៀតថាទប់ទឹកភ្នែករាជកុំឲ្យហូរបដូរមកវិញដោយស្នាមញញឹមជាអ្វីដែលខ្ញុំធ្វើបានកំពុងធ្វើនិងបន្តធ្វើទោះបីជាមានឧបសគ្គស្មុគស្មាញឆ្លងកាត់ការលំបាកបែបណាក៏ដោយទង្វើរបស់ខ្ញុំមិនទាមទារចង់បានផលតបស្នងអ្វីទាំងអស់បំណងដ៏ធំបំផុតរបស់ខ្ញុំគឺចង់ឃើញប្រជាពលរដ្ឋទុនខ្សោយអាចរស់នៅបានដោយសុខដុមរមនារស់ដោយសន្តិភាពរស់ដោយគ្មានភាពភ័យខ្លាចលោកផៃវណ្ណៈបានបន្តទៀតថាម្សិលមិញពេលខ្ញុំទៅទទួលក្មួយទាំងពីរចេញពីពន្ធនាគារមួយក្នុងពេលធ្វើដំណើរតាមរថយន្តទៅផ្ទះខ្ញុំដើម្បីផ្ដល់ថវិកាសប្បុរសជនមួយចំនួនជូនដល់ក្មួយខ្ញុំបានពន្យល់ក្មួយនិងក្រុមគ្រួសារកុំឲ្យមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំកម្ពុជាករណីរបស់ក្មួយដែលជួបសុបិនអាក្រក់នេះគឺផ្ដើមចេញពីបុគ្គលអនុវត្តច្បាប់មិនបានត្រឹមត្រូវតែប៉ុណ្ណោះថ្នាក់ដឹកនាំកម្ពុជាគឺយុត្តិធម៌ស្រឡាញ់ប្រជាពលរដ្ឋការពារប្រជាពលរដ្ឋមិនទុកឲ្យប្រជាពលរដ្ឋរងាដោយសារទង្វើបុគ្គលខិលខូចនោះទេក្មួយនិងក្រុមគ្រួសារបានយល់ច្បាស់ហើយក៏បានគោរពថ្លែងអំណរគុណដល់ខ្ពស់ចំពោះថ្នាក់ដឹកនាំកម្ពុជាដែលតែងតែផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ